ប្រាជ្ញាអំពីទ្រព្យសម្បត្តិនៅក្នុង60វិនាទីភាគទី3 Assets Drop versus Liability បំណុលដែលអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សខ្លះកាន់តែមានទ្រព្យសម្បត្តិកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំមូលហេតុដ៏សំខាន់មួយគឺពួកគេយល់ពីភាពខុសគ្នារវាង assets និង liabilities ខ្ញុំសូមបកប្រែជាខ្មែរថា drop ហើយនិងបំណុល asset គឺជាអ្វីៗដែលជួយបង្កើនចំណូលឬជួយបង្កើនទ្រព្យសម្បត្តិរបស់អ្នកក្នុងរយៈពេលវែងនិយាយឲ្យខ្លីasset គឺជាអ្វីៗដែលដាក់លុយចូលនៅក្នុងហោប៉ៅរបស់អ្នករីឯ liability វិញគឺជាអ្វីៗដែលដកលុយចេញពីហោប៉ៅរបស់អ្នកគឺវាអាចតម្រូវឲ្យអ្នកចំណាយប្រាក់ដើម្បីកាន់កាប់និងថែរក្សាវាឧទាហរណ៍រថយន្តទំនើបរបស់ប្រើប្រាស់ថ្លៃឬក៏បំណុលធនាគារបំណុលឯកជនដែលយើងយកមកដើម្បីទិញរបស់ប្រើប្រាស់ចាយវាដែលមិនបង្កើតចំណូលទ្រព្យទាំងអស់នោះហើយដែលហៅថា liability ហើយអ្នកមានគេតែងតែទិញ assets ឲ្យបានច្រើនរីឯមនុស្សជាច្រើនវិញគឺចំណាយទៅលើ liability ដែលគេគិតថាគឺជាទ្រព្យដូច្នេះមុននឹងទិញអ្វីមួយសូមសួរខ្លួនឯងថាតើវានឹងជួយកសាងទ្រព្យសម្បត្តិឲ្យខ្ញុំជួយដាក់លុយចូលហោប៉ៅឲ្យខ្ញុំឬក៏ធ្វើឲ្យខ្ញុំចំណាយប្រាក់កាន់តែច្រើនសូមជ្រើសរើសដោយប្រាជ្ញាការសម្រេចចិត្តតូចថ្ងៃនេះអាចក្លាយទៅជាទ្រព្យសម្បត្តិដ៏ធំនាថ្ងៃស្អែកសូមតាមដានបណ្ណាល័យប្រាជ្ញា Wisdom Library ដើម្បីជាចំណេះដឹងរបស់លោកអ្នកនៅក្នុងភាគបន្ទាប់យើងនឹងស្វែងយល់ថាហេតុអ្វីបានជាមនុស្សជាច្រើនរកចំណូលបានល្អប៉ុន្តែនៅតែមិនអាចក្លាយទៅជាអ្នកមានបានចំណេះដឹងថ្ងៃនេះទ្រព្យសម្បត្តិថ្ងៃស្អែក1នាទីមេរៀន1ប្រាជ្ញាមួយជីវិតសូមអរគុណ